កោះទាំង10ដែលមានសម្រស់ស្រស់ស្អាតជាងគេលើពិភពលោកនៅលើផែនដីយើងនេះត្រូវបានគេជឿថាមានកោះចំនួនប្រហែលជាង100,000កោះដោយក្នុងនោះមានមនុស្សប្រមាណ 10% នៃចំនួនប្រជាជនលើពិភពលោករស់នៅលើដែនដីកោះទាំងនោះក្នុងចំណោមនោះមានកោះចំនួន10ដែលមានសម្រស់ស្អាតនិងទាក់ទាញភ្ញៀវទេសចរច្រើនបំផុតលើពិភពលោកខាងក្រោមនេះជារបាយការណ៍នៃកោះទាំង10នោះ 1. ប្រទេសដីកោះ Maldives ប្រទេស Maldives ជាប្រជុំនៃកម្រងកោះដែលស្រស់ស្អាតជាងគេលើពិភពលោកផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ជាផ្នែកមួយជំរុញឲ្យកោះទាំងនេះកាន់តែលេចឡើង Maldives ជាប្រជុំកោះដែលប្រមូលផ្ដុំដោយកោះផ្កាថ្មធម្មជាតិចំនួន25មួយនិងមានផ្ទៃដីទាបជាងគេបំផុតនៅលើពិភពលោកនេះដោយនៅត្រង់ចំណុចខ្ពស់បំផុតផ្ទៃដីមានកម្ពស់មិនខ្ពស់ជាង3ម៉ែត្រឡើយពីនីវ៉ូសមុទ្រនៅពីក្រោមផ្ទៃទឹកដ៏ស្រស់ស្អាតសម្បូរទៅដោយផ្កាថ្មដុះពណ៌ព្រះទឹកដែលបានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកកម្សាន្តនៅទីនេះ 2. កោះ Bora Bora របស់ប្រទេស French Polynesia កោះដ៏ស្រស់ស្អាតនេះមានសណ្ឋានដូចជាមួយ Sombrero ដ៏ធំមួយកោះដែលអាទិត្យជាភ្នំភ្លើងមួយនេះស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រ Pacific អ្វីដែលជាភាពអស្ចារ្យរបស់កោះតំបន់ត្រូពិកនេះគឺបឹងទឹកប្រៃដ៏ស្រស់ស្អាតជាមួយនឹងពណ៌បៃតងឆ្លុះនៅទីនេះអ្នកអាចឃើញពួកមច្ឆាអណ្ដើកត្រីឆ្លាមបែលហែលេងក្នុងទឹកថ្លាឆ្លុះដល់បាតភ្ញៀវទេសចរដែលនិយមមុជទឹកនិងជិះក្ដារស្គីពិតជាអាចរីករាយជាមួយនឹងការកម្សាន្តនៅក្បែរតំបន់ថ្មពណ៌ព្រះទឹកប្រសិនបើអ្នកមានលទ្ធភាពគួរតែទៅកម្សាន្តនៅទីនោះដោយស្នាក់នៅក្នុងបង់កាឡូបណ្ដែតលើទឹកជាមួយអារម្មណ៍ស្រស់ថ្លា 6. ប្រទេសដីកោះខូបប្រសិនបើលោកអ្នកធ្លាប់មានក្តីស្រមៃចង់បណ្ដែតតាមទឹកសមុទ្រទៅកាន់កោះដ៏ស្រស់ស្អាតណាមួយនៅក្នុងដែនមហាសមុទ្រ Pacific នោះប្រទេសដីកោះខូបជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់អ្នកកោះនេះស្ថិតនៅតាមបណ្ដោយនៃប្រទេសដីកោះ French Polynesia និងកោះ Samoa ដោយគៀកទៅនឹងប្រទេសញូហ្សេឡែនវាជាតំបន់បុរាណវិទ្យាដែលមានប្រមាណជា15កោះមានភាពល្បីល្បាញដោយសារភាពទាក់ទាញដោយសារមានផ្ទៃទឹកព័ទ្ធជុំវិញបឹងពណ៌ខៀវស្រងាត់រួមជាមួយឆ្នេរយ៉ាងស្រស់ស្អាតនៅតាមមាត់សមុទ្រនិងអតីតភ្នំភ្លើង 7. កោះ Bali ប្រទេសឥណ្ឌូនេស៊ីកោះ Bali មានភាពល្បីល្បាញដោយសារវាជាភ្នំភ្លើងគ្របដណ្ដប់ដោយព្រៃឈើវាលស្រែធ្វើលើភ្នំឆ្នេរសមុទ្រនិងផ្កាថ្មពណ៌ព្រះទឹកកោះនេះជាបណ្ដុំនៃទីតាំងសាសនាដែលមានដូចជាវិហារ Luwach ដែលស្ថិតនៅចំណោតកោះជាដើមទីក្រុង Kita ដែលស្ថិតនៅតាមបណ្ដោយឆ្នេរនៅភាគខាងត្បូងនៃកោះ Bali សម្បូរដោយក្លឹបរាត្រីចំណែកក្រុង Seminyak Center និង Nisajua ជារមណីយដ្ឋានដ៏ពេញនិយមមួយកោះនេះក៏មានភាពល្បីល្បាញក្នុងនាមជាកន្លែងហាត់យូហ្គានិងកន្លែងសង្រួមផ្លូវចិត្តផងដែរ 8. កោះ Dalmatian ប្រទេសក្រូអាត Dalmatian ជាកោះមួយក្នុងចំណោមតំបន់ប្រវត្តិសាស្ត្រផ្សេងទៀតនៃប្រទេសក្រូអាតវាបណ្ដុំដែលចម្រុះគ្នាដោយកន្លែងទាក់ទាញលំហែកាយនិងសម្បូរបែបភូមិគ្រឹះនិងសណ្ឋាគារព្រមទាំងភោជនីយដ្ឋាននានាប្រមូលផ្ដុំលើកោះដ៏ស្រស់ឆើតឆាយមួយនេះព្រមទាំងព័ទ្ធជុំវិញដោយសមុទ្រ 6. ប្រទេសដីកោះខូបប្រសិនបើលោកអ្នកធ្លាប់មានក្តីស្រមៃចង់បណ្ដែតតាមទឹកសមុទ្រទៅកាន់កោះដ៏ស្រស់ស្អាតណាមួយនៅក្នុងដែនមហាសមុទ្រ Pacific នោះប្រទេសដីកោះខូបជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់អ្នកកោះនេះស្ថិតនៅតាមបណ្ដោយនៃប្រទេសដីកោះ French Polynesia និងកោះ Samoa ដោយគៀកទៅនឹងប្រទេសញូហ្សេឡែនវាជាតំបន់បុរាណវិទ្យាដែលមានប្រមាណជា15កោះមានភាពល្បីល្បាញដោយសារភាពទាក់ទាញដោយសារមានផ្ទៃទឹកព័ទ្ធជុំវិញបឹងពណ៌ខៀវស្រងាត់រួមជាមួយឆ្នេរយ៉ាងស្រស់ស្អាតនៅតាមមាត់សមុទ្រនិងអតីតភ្នំភ្លើង 7. កោះ Bali ប្រទេសឥណ្ឌូនេស៊ីកោះ Bali មានភាពល្បីល្បាញដោយសារវាជាភ្នំភ្លើងគ្របដណ្ដប់ដោយព្រៃឈើវាលស្រែធ្វើលើភ្នំឆ្នេរសមុទ្រនិងផ្កាថ្មពណ៌ព្រះទឹកកោះនេះជាបណ្ដុំនៃទីតាំងសាសនាដែលមានដូចជាវិហារ Luwach ដែលស្ថិតនៅចំណោតកោះជាដើមទីក្រុង Kita ដែលស្ថិតនៅតាមបណ្ដោយឆ្នេរនៅភាគខាងត្បូងនៃកោះ Bali សម្បូរដោយក្លឹបរាត្រីចំណែកក្រុង Seminyak Center និង Nisajua ជារមណីយដ្ឋានដ៏ពេញនិយមមួយកោះនេះក៏មានភាពល្បីល្បាញក្នុងនាមជាកន្លែងហាត់យូហ្គានិងកន្លែងសង្រួមផ្លូវចិត្តផងដែរ 8. កោះ Dalmatian ប្រទេសក្រូអាត Dalmatian ជាកោះមួយក្នុងចំណោមតំបន់ប្រវត្តិសាស្ត្រផ្សេងទៀតនៃប្រទេសក្រូអាតវាបណ្ដុំដែលចម្រុះគ្នាដោយកន្លែងទាក់ទាញលំហែកាយនិងសម្បូរបែបភូមិគ្រឹះនិងសណ្ឋាគារព្រមទាំងភោជនីយដ្ឋាននានាប្រមូលផ្ដុំលើកោះដ៏ស្រស់ឆើតឆាយមួយនេះព្រមទាំងព័ទ្ធជុំវិញដោយសមុទ្រ 9. ប្រទេសដីកោះ Fiji ប្រទេសដីកោះ Fiji មានទីតាំងស្ថិតនៅមហាសមុទ្រ Pacific ខាងត្បូងជាតំបន់បុរាណវិទ្យាដែលប្រមូលផ្ដុំដោយកោះប្រមាណជាង300ភាពល្បីល្បាញនៃកោះនេះបានដោយទេសភាពនៃកោះរដិបរដុបឆ្នេរដែលមានរាងដូចជាម្រាមដៃនិងផ្កាថ្មពណ៌ព្រះទឹកព្រមទាំងផ្ទៃទឹកថ្លាឆ្វង់កោះធំនៃប្រទេសដីកោះ Fiji នេះគឺកោះ Vetivevo និងកោះ Vanuatu ដែលមានចំនួនប្រជាពលរដ្ឋរស់នៅច្រើនជាងគេដោយសារកោះ Vetivevo ជារដ្ឋធានីនិងកោះ Suva ជាទីក្រុងកំពង់ផែដែលប្រមូលផ្ដុំដោយស្ថាបត្យកម្មជាច្រើនបន្សល់ទុកពីសម័យអាណានិគមអង់គ្លេស 10. កោះ Kauai សហរដ្ឋអាមេរិក
កោះនេះត្រូវបានគេហៅម្យ៉ាងទៀតថាកោះសួនច្បារហេតុផលដោយសារវាគ្របដណ្ដប់ដោយព្រៃខៀវស្រងាត់ស្ទើរពេញផ្ទៃកោះតែម្ដងព្រមទាំងទឹកជ្រោះធ្លាក់ចេញពីជ្រលងភ្នំភ្លើងសម្រស់នៃកោះនេះមិនត្រឹមតែបានមកពីពួករុក្ខជាតិនិងទឹកភ្លៀងប៉ុណ្ណោះទេតែក៏ដោយសារឆ្នេរដ៏អស្ចារ្យដែលមានសម្រស់ស្អាតបំផុតសូមអរគុណសម្រាប់ការតាមដានទស្សនាសូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីបន្តទៀត